ហើយយើងដឹងហើយថាកន្លងមកនេះប្រទេសចិនក៏គាត់បានដាក់គេហៅថាបើកឃ្លាំងមួយដែរនៅឯទីក្រុងសៀងហៃគឺជាឃ្លាំងដូចនឹងឃ្លាំងមាសនៅក្នុងសហរដ្ឋអាមេរិកនេះដែរបាទអញ្ចឹងយើងមើលតាឃ្លាំងដ៏ធំបំផុតនេះមានអ្វីជាចំណុចដែលគួរកត់សម្គាល់នៅក្រោមតំបន់មួយឈ្មោះថា Manhattan ធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកប្រចាំនៅទីក្រុង New York ដែលភាសាអង់គ្លេសឲ្យឈ្មោះថា Federal Reserve Bank of the New York ប្រតិបត្តិការឃ្លាំងមាសដែលធំបំផុតនៅក្នុងពិភពលោកវាមានទីតាំងនៅជម្រៅក្រោមដីប្រហែលជា80 ហ្វីតបើគិតជាម៉ែត្រគឺ24ម៉ែត្រក្រោមនីវ៉ូផ្លូវហើយរក្សាទុកមាសជាង 6,300 តោនដែលជាកម្មសិទ្ធិរបស់រដ្ឋាភិបាលបរទេសនិងធនាគារកណ្ដាលនានាជាចម្បងនៅក្នុងតម្លៃទីផ្សារបច្ចុប្បន្នមាសដែលត្រូវបានគេរក្សាទុកនៅទីនោះមានតម្លៃប្រហែលជា800ទៅ850ពាន់លានដុល្លារដែលធ្វើឲ្យវាទៅជាឃ្លាំងឬក៏ជាកន្លែងមួយដែលប្រមូលផ្ដុំមាសរបស់ស្ថាប័នរូបិយវត្ថុដ៏ធំបំផុតដែលគេស្គាល់នៅទីក្រុងតែមួយនេះឃ្លាំងមាសនេះត្រូវបានគេចាត់ទុកថាគឺជាឃ្លាំងដ៏ធំបំផុតនៅលើភពផែនដីឃ្លាំងមាសនៅធនាគារកណ្ដាលនៅទីក្រុងញូវយ៉កត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថាជាឃ្លាំងរក្សាទុកមាសរបស់ស្ថាប័នហិរញ្ញវត្ថុដ៏ធំបំផុតនៅលើពិភពលោកយោងទៅតាមការបង្ហាញព័ត៌មានថ្មីបំផុតវាបានផ្ទុកមាសប្រហែលជា 57,000 ដុំដែលមានទម្ងន់សរុប 6,331 តោនមិនមានកន្លែងណាផ្សេងទៀតដែលត្រូវបានគេទទួលស្គាល់ជាសាធារណៈថាមានរក្សាទុកមាសរដ្ឋច្រើនជាងទីតាំងមួយនោះទេឃ្លាំងនេះត្រូវបានគេសាងសង់ឡើងនៅដើមទសវត្សរ៍ឆ្នាំ 1920 ជាផ្នែកមួយនៃការសាងសង់ដំបូងរបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកហើយត្រូវបានរៀបចំដាក់ឲ្យនៅខាងក្រោមដីនៅជម្រៅ80 ហ្វីតដែលស្មើនឹង50 ហ្វីតឬក៏15ម៉ែត្រក្រោមនីវ៉ូទឹកសមុទ្រវាស្ថិតនៅលើគ្រឹះថ្មដ៏រឹងមាំរបស់កោះមហាឋានដែលជារចនាសម្ព័ន្ធតែមួយគត់ដែលមានសមត្ថភាពទ្រទ្រង់ទម្ងន់ដ៏ធំមួយនេះដុំមាសស្តង់ដារនីមួយៗមានទម្ងន់ប្រហែលជា400 អោនឬប្រហែលជា27 ផោនបើគិតជាគីឡូគឺ 12.2 គីឡូក្រាមក្នុងមួយដុំដែលមានន័យថាឃ្លាំងនេះទ្រទ្រង់ទម្ងន់លោហៈរាប់សិបលានផោនឯណោះ